ជន ជាតិវៀតណាម 6 នាក់ និងទូរស័ព្ទ កុំព្យូទ័រ ជាសម្ភារៈពាក់ព័ន្ធ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌ 7 មករាឃាត់ខ្លួន ក្រោយក្រុមជនបរទេសទាំងនោះ បានកាច់បំផ្លាញកុំព្យូទ័រជាភស្តុតាង នៅរសៀលថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2026 ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមខួងស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯកជួននរិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ 7 មករា លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ 7 មករា និងមានការសម្របសម្រួលពីលោក ទុងរតនា ព្រះរាជអាជ្ញារង នៃអัยការអមសាលាដំបងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារ ខុនដូ អាផាតមិន បូរី ផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ scam ក្នុងមូលដ្ឋានខណ្ឌ 7 មករា ក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានពិនិត្យឃើញនៅជាន់ទី 17 បន្ទប់លេខ 1710 មានជនបរទេសចំនួន 6 នាក់ ជនជាតិវៀតណាម និងសម្ភារៈរួមមាន 1 laptop ចំនួន 3 គ្រឿងកាច់បំផ្លាញចោល 2 ទូរស័ព្ទដៃចំនួន 7 គ្រឿងផ្ទាល់ខ្លួន 3 ទូរស័ព្ទដៃចំនួន 1 គ្រឿងបម្រើការងារមានជាប់ពាក់ព័ន្ធការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ scam ជនសង្ស័យទាំង 6 នាក់និងសម្ភារៈពាក់ព័ន្ធត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ 7 មករា ដើម្បីអនុវត្តនីតិវិធីបន្ត